បច្ចបោកតាមប្រព័ន្ធបច្ចេកវិទ្យាអំពើច្បោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាអំពើបន្លំចំពោះរូបវ័ន្តបុគ្គលឬនីតិបុគ្គលណាមួយដោយប្រើឧបាយកទុច្ចរិតដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យាដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយក្នុងគោលបំណងទទួលបាននូវ 1. ការប្រគល់មូលនិធិតម្លៃឬទ្រព្យសម្បត្តិអ្វីមួយ 2. ការផ្គត់ផ្គង់សេវា 3. ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ចឬជាការឲ្យរួចពីកាតព្វកិច្ចបទច្បោកតាមប្រព័ន្ធបច្ចេកវិទ្យាតអំពើច្បោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវប្រន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី200លានរៀលទៅ500លានរៀលអំពើច្បោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវប្រន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំនិងពិន័យជាប្រាក់ពី500លានរៀលទៅ1 បៀលានរៀលកាលបើអំពើនេះត្រូវបានប្រព្រឹត្ត 1. ដោយមានការរៀបចំជាក្រុមមានការចាត់តាំង 2. ដោយមានជនរងគ្រោះច្រើនអ្នក